Napoleon Hill គាត់បានគូសបញ្ជាក់ថា imagination is the most marvelous miraculous inconceivably powerful force that the world has ever known កាលពីក្មេងយើងសម័យហើយយើងច្នៃប្រឌិតយើងអត់ខ្លាចអីក្នុងការសម័យទេយើងមានខ្វល់អីទេយើងលេងច្រើនយើងច្នៃប្រឌិតយើងធ្វើឡានយើងធ្វើកំជ្រួចយើងធ្វើពីដីឥដ្ឋខ្ញុំវិញខ្ញុំឆ្លាក់រូបឆ្លាក់អីដីឥដ្ឋអីហ្នឹងគូរូបគូអីយកกระดาษកាតុងกระดาษអីហ្នឹងយើងចិត្តតែសម័យចិត្តតែគិតចិត្តតែចង់ធ្វើប៉ុន្តែដល់ពេលយើងធំឡើងយើងលែងសូវហ៊ានសម័យហើយប្រហែលមកពីឪពុកម្ដាយបងប្អូនឬក៏មិត្តភ័ក្តិពេលដែលយើងសម័យយើងនិយាយចេញទៅគាត់ថាអើយកុំចិត្តតែចាស់ស្មុគពេកទៅព្រួយទេកុំសម័យទាំងថ្ងៃមើលតថភាពពិតផងមើលសង្គមគ្រួសារយើងផងមើលស្ថានភាពផងសពតាយ៉ាងទាំងទៅយើងលែងសូវហ៊ានសម័យចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកជាមួយអ្នកនៅត្រង់ថាយើងត្រូវហ៊ានសម័យនៅអ្វីដែលយើងចង់បានយើងចង់ខ្លាយជាអ្វីយើងចង់បានអ្វីសម័យឃើញរូបភាពនៅអ្វីដែលយើងចង់បាន imagination គឺជាកាដូមួយដែលយើងកើតមកយើងយកមកជាមួយយើងខុសពីសត្វត្រង់ថាសត្វគាត់អត់ចេះ imagination ទេគាត់អត់ចេះសម័យនៅអ្វីដែលគាត់ចង់បានទេប៉ុន្តែមនុស្សអត់ចឹងទេមនុស្សយើងចេះសម័យនៅអ្វីដែលយើងចង់បានគិតជារូបភាពនៅអ្វីដែលយើងចង់បានទៅថ្ងៃមុខប្រសិនបើអ្នកពិចារណាតែបន្តិចគឺផុសតាងអណ្ដែតនៅនឹងមុខយើងឥឡូវយើងក៏លេចមើលជុំវិញខ្លួនយើងកាមេរ៉ាដែលខ្ញុំកំពុងតែថតនេះគឺដំបូងឡើយស្ថិតនៅក្នុងការសម័យរបស់បុគ្គលម្នាក់ឡានផ្ទះតុទូចានឆ្នាំងសូម្បីតែជើងកាមេរ៉ាដែលខ្ញុំដាក់កាមេរ៉ាពីលើនេះក៏ដំបូងឡើយស្ថិតនៅក្នុងការសម័យរបស់បុគ្គលម្នាក់ទូរស័ព្ទ iPhone Samsung ក៏ដូចគ្នា computer laptop សុំរូបថតទូរទស្សន៍អ្វីទាំងអស់សឹងតែគ្រប់អ្វីទាំងអស់គឺដំបូងកើតចេញពីការសម័យរបស់បុគ្គលម្នាក់យើងមិនអាចជប់ចេញមកភ្លាមបានទេដំបូងឡើយគឺស្ថិតនៅក្នុងការសម័យរបស់បុគ្គលម្នាក់សូម្បីតែខ្ញុំមកកើតវីដេអូនេះគឺដំបូងឡើយស្ថិតនៅក្នុងការសម័យរបស់ខ្ញុំអញ្ចឹងទេហេតុអ្វីក៏យើងនាំគ្នារិះគន់ឬក៏យើងមិនតោះបង្អាប់ខ្លួនឯងឬក៏បង្ខាំងអារម្មណ៍ខ្លួនឯងឲ្យសម័យនៅអ្វីដែលយើងចង់បានប្រសិនបើអ្វីដែលយើងមានជុំវិញខ្លួនយើងនឹងកើតចេញដំបូងឡើយក្របពូជដំបូងឡើយគឺចេញពីការសម័យ imagination អញ្ចឹងទេយើងកុំខ្លាចក្នុងការសម័យនៅអ្វីដែលយើងចង់បានកន្លែងនេះតែមានពីរអ្នកក៏ធ្លាប់ខ្ញុំក៏ធ្លាប់ដោយសារយើងមានសមត្ថភាពក្នុងការជ្រើសរើសយើងអាចជ្រើសរើសសម័យនៅអ្វីដែលយើងមិនចង់បានឬក៏យើងជ្រើសរើសសម័យនៅអ្វីដែលយើងចង់បានទៅថ្ងៃមុខជាទូទៅយើងតែងតែសម័យនៅអ្វីដែលយើងមិនចង់បានតែធៀបពិតយើងមិនចង់បានវាទេប៉ុន្តែយើងតែងតែគិតអញ្ចឹងតោជិះចេញទៅគីឡូវាបែកកង់ធ្វើពិធីអី1គីឡូមេត្រព្រាងចាប់ដៃគូធ្វើការងាររកស៊ីជាមួយដៃគូថ្មីសម័យឃើញរូបភាពគាត់បោកប្រាស់ថ្ងៃមុខទៅសម័យឃើញខ្លួនឯងឈឺក្រលំបាកអានេះមួយទៀតយើងសម័យឃើញនៅអ្វីដែលយើងចង់បានឧទាហរណ៍យើងចង់ខ្លាចជាអ្នកបើកបរយន្តហោះពីឡុតយើងឃើញសម័យរូបភាពឃើញយើងស្លៀកពាក់ស្អាតបានខ្ពស់សង្ហាពាក់មុខយូវ៉ាលីដើរទៅគ្រប់ប្រទេសអាវអ៊ុតភ្លីភ្លឹងស្អាតយើងសម័យយើងចង់បានយើងបើកយន្តហោះ Boeing ដែលដឹកអ្នកដំណើរជាមួយយើងរាប់រយនាក់យើងសម័យហើយយើងសប្បាយចិត្តឧទាហរណ៍មួយទៀតបើយើងជាស្ត្រីយើងចង់ design ម៉ូដឆ្នៃម៉ូដដែលជា brand របស់ខ្លួនយើងលក់នៅពេញប្រទេសកម្ពុជាបើកសាខាគ្រប់ខេត្តយើងសម័យចឹងយើងសប្បាយ
មួយទៀតយើងសម័យឃើញថ្ងៃមុខទៅគ្រួសារយើងមានផ្ទះធំមានផ្ទះវិឡានៅកណ្ដាលដីប្រហែលជា1ហិកតាព័ទ្ធជុំវិញមានស្មៅខៀវខ្ចីខាងក្រោយមានស្ទឹងខ្យល់បក់មកលហើយនៅជុំវិញស្ទឹងហ្នឹងមានសង់កញ្ចក់ពីរគ្រាន់មិត្តភ័ក្តិមកអង្គុយលេងពេលណាមានបងទានយើងអញ្ជើញពួកគាត់មកធ្វើបាប៊ីខ្ជូញ៉ាំនៅជុំវិញមាត់ស្ទឹងហ្នឹងយើងសម័យឃើញអញ្ចឹងហើយកូនយើងស្រីប្រុសកូន2នាក់ស្រីប្រុសគាត់រត់លេងនៅលើស្មៅហ្នឹងតើសប្បាយប៉ុណ្ណាយើងសម័យឃើញថ្ងៃក្រោយទៅយើងមានក្រុមហ៊ុនមួយនាំចេញនាំចូលសិមង់តែគ្រឿងបរិក្ខារផ្ទះជាដើមដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅអំពីអ្នកអតិថិជនរបស់យើងនោះដាច់ទៅគិតក្រែងតើវាល្អប៉ុណ្ណាបើយើងកាន់រូបភាពនឹងឲ្យជាប់នៅអ្វីដែលយើងទៅថ្ងៃមុខនោះហើយយើងបកមករស់នៅបច្ចុប្បន្ននេះយើងកាន់រូបភាពនឹងឲ្យជាប់ជាជាងយើងកាន់រូបភាពដែលយើងក្រលំបាកលាក់ខ្លួនពីជិះឡានមកជិះម៉ូតូទៅជិះកង់អ្វីទាំងអស់នោះអត់ជួយយើងទេអារម្មណ៍ហ្នឹងអញ្ចឹងយើងសម័យនៅអ្វីដែលយើងចង់បាននៅអ្វីដែលយើងស្រឡាញ់ហើយកុំខ្វល់អ្នកដែលគេថាចាក់ស្មុគពេលដែលអ្នកថាចាក់ស្មុគនោះគាត់កំពុងតែមើល YouTube គាត់កំពុងតែមើល Facebook គាត់កំពុងតែកាន់ទូរស័ព្ទតែគាត់ភ្លេចគិតថាគឺដំបូងឡើយអ្វីទាំងអស់ដែលគាត់កំពុងតែប្រើប្រាស់ដោយមិនបានចាប់ភ្លេចនោះគឺដំបូងឡើយគឺស្ថិតនៅក្នុងការសម័យរបស់បុគ្គលម្នាក់ដែលគាត់ថាចាក់ស្មុគនោះឬក៏យើងគិតអីនឹងថ្ងៃគិតសម័យនឹងថ្ងៃដូចឈួតអញ្ចឹងឯងគឺការចេញពីឈួតហ្នឹងឯងអញ្ចឹងអ្នកថាយើងឈួតប៉ុន្តែប្រើរបស់យើងឈួតតើអ្នកណាឈួតជាងអ្នកណាអានេះគឺជាចំណុចមួយដែលខ្ញុំចង់ចែកឈប់ជឿគេត្រង់ទីថាយើងចេះតែសម័យឬក៏គេពេលមាត់ពេលជ្រាយតែយើងថាយើងធ្វើអ្វីចេះតែសម័យអញ្ចឹងអ្នកសម័យយ៉ាងដូចការអ្នកនៅក្មេងទេយើង fantasy យើងធ្វើយើងផាត់ពណ៌រូបភាពដែលយើងចង់បានទៅថ្ងៃមុខឲ្យបានស្អាតហេតុអីបានជាអ្នកខ្លាច fantasy ហេតុអីបានជាអ្នកខ្លាចធ្វើរូបភាពដែលយើងចង់បាននឹងឲ្យស្អាតបើជីវិតយើងមានតែមួយមិនដឹងជាស្លាប់ថ្ងៃណាផងចង់ឲ្យវាស្អាតឲ្យវាល្អឥតខ្ចោះទៅមានទៅទាស់អីជីវិតយើងមួយមិនក៏អ្នកហ៊ានទៅផាត់ពណ៌ជីវិតយើងអាប់អួរក្រលំបាកមិនក៏ហ៊ានគិតអានឹងមិនក៏មិនហ៊ានគិតនៅអ្វីដែលស្អាតអ្វីដែលល្អអ្វីដែលរុងរឿងដែលជារូបភាពមួយលើកទឹកចិត្តដល់ក្តីសង្ឃឹមឲ្យយើងមកដល់ក្តីសង្ឃឹមមកឲ្យយើងកន្លែងនេះខ្ញុំចង់គូបញ្ជាក់ថាក្តីសង្ឃឹមគឺសំខាន់សម្រាប់មនុស្សកាលណាអត់ក្តីសង្ឃឹមអស់ន័យហើយជីវិតរបស់យើងមិនដឹងជារូបនៅដើម្បីអីអត់មានក្តីសង្ឃឹមអញ្ចឹងធ្វើម៉េចឲ្យមានក្តីសង្ឃឹមគឺដើម្បីទទួលយកអ្វីដែលយើងបាននេះអ្វីដែលយើងចង់បាននេះគិតវាគ្រប់ពេលបំណងប្រាថ្នារបស់យើងនេះផាត់រូបភាពអានឹងហើយដែលធ្វើឲ្យយើងមានក្តីសង្ឃឹមឪពុកម្ដាយខ្លះគាត់សម័យឃើញកូនគាត់ធំទៅស្អាតគេស្រឡាញ់គេរាប់អានល្បីឈ្មោះខ្លាយទៅជារដ្ឋមន្ត្រីឬក៏ខ្លាយទៅជាអ្នករកស៊ីជំនួយធំឧបសង្ហាស្អាតមានគេរាប់អានគាត់សប្បាយចិត្តគាត់លើកទឹកចិត្តខ្លួនគាត់ខំប្រឹងរលុយដើម្បីចិញ្ចឹមគុំកូនគាត់ឲ្យមានអនាគតគឺស្អាតនេះហើយគឺការផាត់រូបទៅថ្ងៃអនាគតយើងធ្វើម៉េចយើងផាត់កើតគឺតាមរយៈ imagination យើងអង្គុយឲ្យស្រួលចឹងទៅរកអីណាដែលយើងអង្គុយឲ្យស្រួលយើងសម្រាប់ហើយយើងគិតពីអនាគតរបស់យើងផាត់ពណ៌រូបភាពទៅថ្ងៃមុខរបស់យើងតែយើងចង់បានអីតែយើងចង់ខ្លាយជានរណាតែយើងចង់ឲ្យគ្រួសារយើងទៅជាយ៉ាងម៉េចផ្ទះយើងនៅឯណាអ្វីដែលយើងចង់បានពិតប្រាកដតើគេនិយាយពីយើងនឹងគេនិយាយយ៉ាងម៉េចអ្វីដែលយើងចង់បានសុខភាពយើងយ៉ាងម៉េចទំនាក់ទំនងរវាងយើងនិងគ្រួសារយើងនិងមិត្តភក្តិយើងយ៉ាងម៉េចផាត់ពណ៌វាឲ្យស្អាតផាត់ពណ៌វាស្អាតកុំខ្លាចកុំយកអ្វីមកនិយាយកន្លែងនេះខ្ញុំចែករំលែកមួយត្រង់ថាដល់ចំណុចនេះធ្លាប់មានគេសួរថាអើយអ្វីដែលអស្ចារ្យអ្វីដែលល្អនោះគឺដោយសារគេបានទៅរៀននៅស្រុកក្រៅគេបញ្ញាជាងយើង
អត់មានពីណាបញ្ញាជាងពីណាទេ imagination គឺជាកាដូដែលយើងបានមកពីកំណើតកើតមកយើងមានអានឹងគ្រប់គ្នាហើយក៏អត់មានពីណាឆ្នៃប្រឌិតជាងពីណាដែរគ្រាន់តែបុគ្គលដែលយើងចាត់ទុកថាឆ្នៃប្រឌិតគឺគាត់ប្រើ imagination គាត់នោះវាដល់កម្រិតមួយពូកែគឺគាត់ដូចយើងលើកអាល់តែលើកទៅហាត់ប្រាណលើកសាច់ដុំអញ្ចឹងកាលណាយើងប្រឹងលើកប្រឹងហាត់ប្រាណវាល្អហើយ imagination យើងដូចគ្នាវាត្រូវការយើងវឹកវើវាអញ្ចឹងបានទាមទារឲ្យយើងអាសាគួយកន្លែងណាឲ្យស្រួលហើយចាប់ដើមអនុវត្តនៅ imagination របស់យើងសម័យនៅអ្វីដែលយើងចង់បានឲ្យច្បាស់ឃើញនៅនឹងភ្នែកហើយបកមករូបនៅបច្ចុប្បន្នវិញហើយកាន់រូបភាពនឹងបញ្ជាប់តើអ្នកគិតមើលអារម្មណ៍ល្អប៉ុណ្ណាគុំទៅសម័យនៅអ្វីដែលមិនល្អសម័យនៅអ្វីដែលល្អវាលើកទឹកចិត្តនិងវាផ្ដល់ក្តីសង្ឃឹមដល់យើងអញ្ចឹងទេគុំខ្លាចក្នុងការស្រមើស្រមៃនៅអ្វីដែលខ្លួនឯងចង់បាននេះអត់មានចាក់ស្មុគទេពេលណាដែលកំណត់ចាក់ស្មុគចេញមកអ្នកមើលជុំវិញខ្លួនរបស់សម្ភារៈទាំងអស់នោះគឺកើតចេញពីការស្រមើស្រមៃដែលគេគិតថាចាក់ស្មុគនឹងឈួនខ្លួនឯងសូមអរគុណ